រឿងកូនក្តាន់និងក្រពើកាលពីព្រេងនាយមានកូនក្តាន់មួយចង់ឆ្លងស្ទឹងប៉ុន្តែទឹកស្ទឹងជ្រៅពេកកូនក្តាន់និយាយថាតើខ្ញុំឆ្លងស្ទឹងនេះតាមរបៀបណាទៅរំពេចនោះវាឃើញក្រពើមួយសម្រាកនៅលើច្រាំងវាក៏មានគំនិតមួយវានិយាយថាជំរាបសួរបងក្រពើបងមានគ្រួសារឬទេក្រពើក៏ឆ្លើយថាបាទខ្ញុំមានគ្រួសារធំណាស់កូនក្តាន់ក៏និយាយថាអូគ្រួសារខ្ញុំធំជាងគ្រួសារបងឯងក្រពើក៏ឆ្លើយថាទេគ្រួសារខ្ញុំធំជាងគ្រួសាររបស់ឯងសត្វទាំងពីរប្រកែកគ្នាហើយប្រកែកទៀតក្រពើនិយាយថាបើអញ្ចឹងខ្ញុំនឹងទៅប្រមូលគ្រួសារខ្ញុំមកឲ្យឯងរាប់បន្តិចក្រោយមកគ្រួសារក្រពើនាំគ្នាហែលសំដៅមកច្រាំងកូនក្តាន់និយាយថាតម្រៀបគ្នាកាត់ស្ទឹងទៅខ្ញុំនឹងរាប់ពួកបងឯងគ្រួសារក្រពើក៏តម្រៀបគ្នាជាជួរកូនក្តាន់ក៏លោតពីលើក្រពើមួយទៅលើក្រពើមួយទៀតហើយរាប់ឮខ្លាំងៗថា1 2 3 4ពេលវាទៅដល់ត្រើយម្ខាងទៀតកូនក្តាន់សើចកាច់កហើយក៏ស្រែកថាអរគុណបងក្រពើតាមពិតខ្ញុំគ្រាន់តែចង់ឆ្លងស្ទឹងទេតាជួបគ្នាសៀវភៅក្រោយទៀតបាយបាយ